ព្រះពុទ្ធជាព្រះបរមគ្រូនៃយើងពលរដ្ឋកម្ពុជាតែងតែគោរពប្រតិបត្តិនិងស្ងើចសរសើរនៅតួអង្គព្រះពុទ្ធដែលហ៊ានលះបង់និងផ្សងរាប់រយរាប់ពាន់រដ្ឋកັບជាតិដើម្បីទទួលបានការត្រាស់ដឹងពុទ្ធប្រវត្តិជារឿងរ៉ាវរបស់ព្រះពុទ្ធចាប់ពីការបដិសន្ធិរហូតព្រះអង្គបានត្រាស់ដឹងមានកិត្តិយសសំណងមកនៅការអានជូនពុទ្ធប្រវត្តិចែកជាធម្មទានទៅកាន់ពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែត្រងត្រាប់និងស្ដាប់ដោយសេចក្តីជ្រះថ្លាជាទីបំផុតសូមលោកអ្នកតាមដានស្ដាប់ដោយសេចក្តីសោមនស្សរីករាយនិងជាទីជ្រះថ្លាបរិសុទ្ធនៃចិត្តជាមួយនឹងនាទីអានពុទ្ធប្រវត្តិព្រះពុទ្ធជាម្ចាស់ទ្រង់មានគុណណាស់អើយត្រារាប់ពុំបានព្រះពុទ្ធជាម្ចាស់ទ្រង់មានគុណណាស់អើយត្រារាប់ពុំបានដែលចូលនិព្វានចោលយើងឲ្យគ្រប់ប្រាណស្ដេចចូលនិព្វានចោលយើងឲ្យគ្រប់មនាលភិក្ខុទាំងឡាយបើអ្នកបានឮភិក្ខុទាំងឡាយនៅក្នុងសាសនានេះពោលពាក្យយ៉ាងដូច្នោះថាព្រះសង្ឃនៅក្នុងអាវាសឯណោះមានភិក្ខុជាថេរៈមានភិក្ខុជាប្រធានបានពោលអះអាងថាខ្ញុំបានស្ដាប់បានទទួលចំពោះមុខព្រះសង្ឃនោះថានេះជាធម៌នេះគឺជាវិន័យនេះគឺជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាចូលអ្នកទាំងឡាយកុំអាលត្រេកអរកុំខាត់នៅភាសិតកុំជឿនៅពាក្យរបស់ភិក្ខុនោះឡើយអ្នកទាំងឡាយត្រូវតែរៀននៅបទនឹងផ្ចេញជាអ្នកទាំងនោះឲ្យចាំល្អហើយស្ទាបស្ទង់មើលនៅក្នុងព្រះសូត្រប្រៀបធៀបមើលក្នុងព្រះវិន័យបើឃើញបទនឹងជញ្ជាក់ទាំងនោះមិនប្រជុំចោគឺផ្ទុយគ្នានៅក្នុងព្រះសូត្រផងនិងមិនប្រកបនៅក្នុងព្រះវិន័យផងទេអ្នកទាំងឡាយក៏បីគិតថាពាក្យនេះមិនមែនជាព្រះពុទ្ធដីការបស់ព្រះតថាគតនោះទេជាពាក្យដែលភិក្ខុសង្ឃនោះរៀនខុសដោយពិតព្រោះហេតុដូច្នោះអ្នកទាំងឡាយត្រូវចាត់ទុកពាក្យនោះគឺជាមោឃៈនិងបោះបង់វាចោលទៅក៏ប៉ុន្តែប្រសិនបើអ្នកទាំងឡាយស្ទាបស្ទង់មើលទៅប្រៀបធៀបទៅឃើញបទនឹងផ្ចុញជាអ្នកទាំងនោះប្រជុំចោះគឺត្រូវគ្នាទៅនឹងប្រសូតផងនិងប្រកាសនៅក្នុងព្រះវិន័យផងអ្នកទាំងឡាយក៏បីគិតថាពាក្យនោះគឺជាព្រះពុទ្ធដីការបស់ព្រះតថាគតជាពាក្យដែលព្រះសង្ឃនោះរៀនត្រឹមត្រូវល្អនិងដោយពិតដូច្នេះអ្នកទាំងឡាយក៏បីចាំទុកនៅមហាបតិសទ្ធិទី2នេះចុះមនាលភិក្ខុទាំងឡាយបើអ្នកបានឮភិក្ខុទាំងឡាយនៅក្នុងសាសនានេះពោលពាក្យយ៉ាងនេះថាភិក្ខុជាថេរៈច្រើនអង្គនៅក្នុងអាវាសឯណោះសុទ្ធតែជាពហុសូត្រចេះចាំស្ទាត់នៅក្នុងគម្ពីរនិកាយទ្រទ្រង់ធម៌ទ្រទ្រង់វិន័យនិងទ្រទ្រង់ញាតិកាបានពោលអះអាងថាខ្ញុំបានស្ដាប់ខ្ញុំបានទទួលចំពោះមុខព្រះថេរៈទាំងនោះថានេះគឺជាធម៌នេះគឺជាវិន័យនេះគឺជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាចូលអ្នកទាំងឡាយកុំអាលត្រេកអរកុំអាលខាត់នឹងភាសិតជឿនៅពាក្យរបស់ភិក្ខុនោះឡើយអ្នកគឺត្រូវរៀននៅបទនឹងជញ្ជាក់ទាំងនោះឲ្យចាំល្អហើយស្ទាបស្ទង់មើលនៅក្នុងព្រះសូត្រប្រៀបធៀបមើលក្នុងព្រះវិន័យបើឃើញបទនឹងជញ្ជាក់ទាំងនោះមិនប្រជុំចោគឺផ្ទុយគ្នានៅក្នុងព្រះសូត្រផងមិនប្រកបនៅក្នុងព្រះវិន័យផងអ្នកទាំងឡាយក៏បីគិតថាពាក្យនោះមិនមែនជាព្រះពុទ្ធដីការបស់ព្រះតថាគតនោះទេជាពាក្យដែលព្រះថេរៈទាំងនោះរៀនខុសដោយពិត
ព្រោះហេតុនោះអ្នកទាំងឡាយក៏បីចាត់ទុកពាក្យនោះគឺជាមោខៈនិងបោះបង់វាចោលទៅក៏ប៉ុន្តែប្រសិនបើអ្នកទាំងឡាយស្ទាបស្ទង់មើលទៅប្រៀបធៀបមើលទៅឃើញបត់នឹងជួញជាអ្នកទាំងនោះប្រជុំចោគឺត្រូវគ្នានៅក្នុងព្រះសូត្រផងប្រកាសនៅក្នុងព្រះវិន័យផងអ្នកទាំងឡាយក៏បីគិតថាពាក្យនេះគឺជាពាក្យព្រះពុទ្ធដីការបស់ព្រះតថាគតជាពាក្យដែលព្រះថេរៈទាំងនោះបានរៀនត្រឹមត្រូវល្អនិងដោយពិតដូច្នេះចូលអ្នកទាំងឡាយក៏បីចាំទុកនៅមហាបតេសៈទី3នេះចុះមនាលភិក្ខុទាំងឡាយបើអ្នកបានលើភិក្ខុទាំងឡាយនៅក្នុងសាសនានេះពោលពាក្យយ៉ាងដូចនេះភិក្ខុប្រៀបដូចជាថេរៈមួយអង្គនៅក្នុងអាវាសឯណោះជាពហុសូត្រចេះចាំស្ទាត់នៅក្នុងគម្ពីរនិកាយទ្រទ្រង់ព្រះធម៌ទ្រទ្រង់វិន័យនិងទ្រទ្រង់មេត្តាពោលអះអាងថាខ្ញុំបានស្ដាប់ខ្ញុំបានទទួលចំពោះមុខថេរៈអង្គនោះថានេះគឺជាធម៌នោះគឺជាវិន័យនេះជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាចូលអ្នកទាំងឡាយកុំអាលត្រេកអរកុំអាលខាត់នៅភាសិតជឿនៅពាក្យរបស់ភិក្ខុទាំងនោះឡើយអ្នកទាំងឡាយគឺត្រូវរៀននៅបទនឹងជញ្ជាអ្នកទាំងនោះឲ្យបានចាំល្អហើយស្ទាបស្ទង់មើលនៅក្នុងព្រះសូត្រប្រៀបធៀបទៅក្នុងព្រះវិន័យបើឃើញបទនឹងជញ្ជាអ្នកទាំងនោះมันប្រជុំចុះគឺផ្ទុយគ្នានៅក្នុងព្រះសូត្រឬมันប្រកាសក្នុងព្រះវិន័យទេអ្នកគប្បីគិតថាពាក្យទាំងនោះមិនមែនជាព្រះពុទ្ធដីការបស់ព្រះតថាគតនោះទេគឺជាពាក្យដែលភិក្ខុនោះរៀនខុសដោយពិតព្រោះហេតុនោះអ្នកទាំងឡាយគប្បីចាត់ទុកទីនោះគឺជាមោខៈនិងបោះបង់វាចោលទៅក៏ប៉ុន្តែប្រសិនបើអ្នកស្ទាបស្ទង់មើលទៅប្រៀបធៀបមើលទៅឃើញបត់នឹងជញ្ជាអ្នកទាំងនោះប្រជុំចោះគឺត្រូវគ្នានៅក្នុងព្រះសូត្រផងប្រកាសក្នុងព្រះវិន័យផងអ្នកទាំងឡាយក៏បីគិតថាពាក្យនោះគឺជាពុទ្ធដីការបស់ព្រះតថាគតជាពាក្យដែលព្រះថេរៈទាំងនោះរៀនត្រឹមត្រូវល្អនិងដោយពិតដូច្នេះចូលអ្នកទាំងឡាយក៏បីចាំទុកនៅមហាបតេសៈទី4នេះចុះលំដាប់នោះព្រះពុទ្ធទ្រង់ញ៉ាំងដល់ភិក្ខុសង្ឃទាំងឡាយនៅធម្មីកថាជាច្រើនមានសិលសមាធិនិងបញ្ញាសមាធិដែលបានអប់រំដោយសិលហើយរមែងមានផលអានិសង្សច្រើនបញ្ញាដែលបានអប់រំដោយសមាធិហើយរមែងមានផលច្រើនអានិសង្សក៏ច្រើនចិត្តដែលបានអប់រំដោយបញ្ញាហើយរមែងបានរួចចាកស្រឡះអំពីអាសវៈទាំងឡាយដោយប្រពៃគឺកាមាសវៈភវិសាវៈនិងអវិជ្ជាសាវៈព្រះពុទ្ធទ្រង់គង់នៅក្នុងក្រុងបាវាកាលព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងភោគនគរតាមសំគួរដល់ពុទ្ធអធ្យាស្រ័យហើយទ្រង់ត្រាស់នឹងព្រះអានន្ទថាមនាលអានន្ទមកយើងនឹងទៅកាន់ក្រុងបាវាទៀតព្រះពុទ្ធនិងភិក្ខុសង្ឃ300រូបចូលទៅសម្រាកនៅក្នុងចំការស្វាយរបស់នាយចន្ទកម្មរបុត្រដែលត្រូវជាកូនប្រុសរបស់ជាងមាសម្នាក់កាលបើលើកដំណឹងថាព្រះពុទ្ធមកគង់ក្នុងអំពវ័ននៃខ្លួនហើយនាយចន្ទកម្មរបុត្រក៏បានធ្វើដំណើរចូលទៅថ្វាយបង្គំព្រះដ៏មានព្រះភិក្ខព្រះសាស្តាទ្រង់ញ៉ាំងនាយចន្ទកម្មរបុត្រឲ្យបានឃើញច្បាស់និងហ៊ានកាន់យកដោយរីករាយនៅធម្មីកថានាយចន្ទក្រាបបង្គំទូលព្រះពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខព្រមទាំងព្រះភិក្ខុសង្ឃទទួលភ័ត្ររបស់ខ្ញុំព្រះអង្គដើម្បីឆាន់នៅក្នុងថ្ងៃស្អែកព្រះពុទ្ធទ្រង់ទទួលការនិមន្តដោយតណ្ហិភាពគឺសេចក្តីកក់ក្ដៅជាទីបំផុតស្អែកឡើងនៅក្នុងបពន្ធហសម័យព្រះពុទ្ធទ្រង់ស្បង់បាតនឹងចីវរយាងចូលទៅកាន់លំនៅរបស់នាយចន្ទកម្មរបុត្រជាមួយនឹងភិក្ខុសង្ឃលុះចូលដល់ហើយភិក្ខុទាំងឡាយក៏គង់នៅលើអាសនៈដែលគេក្រាលថ្វាយគ្រួសារនាយចន្ទបានអង្គាសដល់ភិក្ខុសង្ឃនៅខាតនិយៈភោជនីយហាដែលខ្លួនបានតាក់តែងទុករួចជាស្រេច
ភរិយានិងមិត្តភក្តិរបស់នាយចុនទទួលបម្រើចង្ហាន់ដល់ភិក្ខុសង្ឃទាំង300រូបរីឯនាយចុនកម្មារបុត្របានបម្រើផ្ទាល់ព្រះពុទ្ធនៅចង្ហាន់ពិសេសដែលគាត់ធ្វើសម្រាងដោយផ្ទាល់ដៃចង្ហាន់សម្រាងពិសេសដ៏មានរសជាតិឆ្ងាញ់ពិសានោះគឺសម្លផ្សិតដែលគាត់បានបេះយកមកអំពីដើមច័ន្ទក្រឹស្នាដែលមានឈ្មោះថាសម្លសុករៈមត្តវៈឯកសារខ្លះថាជាសម្លសាច់ជ្រូកដែលគេចិញ្ច្រាំឲ្យល្អិតទន់និងចម្អិនឲ្យល្អកំណត់ហេតុរបស់អ្នកនិពន្ធប្រហែលជាសម្លផ្សិតឆាជាមួយនឹងសាច់ជ្រូកផងក៏មិនដឹងមុននឹងទ្រង់ចាប់សោយផាត់ព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់បង្គាប់ទៅនាយចុនកម្មារបុត្រថាមនាលនាយចុនសម្លសុករៈមត្តវៈដែលអ្នកតាក់តែងដោយល្អហើយចូលអ្នកអង្គាសតថាគតមកចោដល់ពេលតថាគតឆាន់រួចសម្លសុករៈមត្តវៈទាំងប៉ុន្មានដែលនៅសល់អំពីតថាគតចូលអ្នកយកទៅកប់ប្លង់នៅក្នុងរណ្ដៅឲ្យចិត្តនិងកុំឲ្យអ្នកដតីណាទៅទានសម្លសុករៈមត្តវៈដែលនៅសល់នោះឲ្យសោះណានាយចុនកកម្មារបុត្រក៏ទទួលព្រះបន្ទូលថាព្រះករុណាព្រះអង្គលុះព្រះដ៏មានព្រះភិក្ខទ្រង់សោយផាត់រួចនាយចុនកម្មារបុត្រក៏យកសម្លសុករៈមត្តវៈដែលនៅសេសសល់នោះទៅកប់ចោលក្នុងរណ្ដៅដ៏ជ្រៅបន្ទាប់មកព្រះសមណគោតមទ្រង់ញ៉ាំងនាយចុននិងញាតិមិត្តឲ្យបានភ្លឺស្វាងដោយធម្មិកថានារាត្រីនោះព្រះពុទ្ធនិងព្រះសង្ឃសឹងនៅក្នុងចំការស្វាយរបស់នាយចុនកម្មារបុត្រក្នុងវេលាយប់ជ្រៅព្រះពុទ្ធក៏ចាប់ផ្ដើមព្រះអាពាធចុកពោះយ៉ាងខ្លាំងរហូតដល់ធ្លាក់ឈាមចាប់ធ្លាក់ព្រះលោហិតវេទនាមានកម្លាំងខ្លាំងក្លាស្ទើរតែនឹងដល់នៅមរណៈព្រះអង្គទ្រង់ពុំបានផ្ទុំរហូតដល់ភ្លឺប៉ុន្តែព្រះអង្គទ្រង់មានព្រះសតិសម្បញ្ញៈខំអត់សង្កត់នៅវេទនានោះល្មមអាចធ្វើពុទ្ធដំណើរទៅមុខទៀតបានព្រះពុទ្ធទ្រង់គង់នៅក្រុងកុស៊ីនារាលុះព្រឹកស្អែកឡើងព្រះបរមសាស្តាទ្រង់ត្រាស់នឹងព្រះអានន្ទថាមនាលអានន្ទមកយើងនឹងទៅកាន់ក្រុងកុស៊ីនារាក្នុងព្រះដំណើរតាមផ្លូវព្រះពុទ្ធទ្រង់ព្រះអាពាធចុកចាប់ពេញនៅក្នុងផ្ទៃពោះនិងក្នុងព្រះវរកាយព្រះអង្គទ្រង់យាងជិះចេញអំពីផ្លូវចូលទៅកាន់ម្លប់ឈើមួយដើមទ្រង់ត្រាស់នឹងព្រះអានន្ទថាមនាលអានន្ទចូលអ្នកក្រាលសង្គាដីមានជាន់4ឲ្យតថាគតដោយឆាប់តថាគតអស់កម្លាំងលហិតលហើយខ្លាំងណាស់តថាគតនឹងអង្គុយសម្រាកសិនកាលព្រះដ៏មានព្រះភិក្ខគង់លើអាសនៈដែលព្រះអានន្ទក្រាលថ្វាយរួចហើយទ្រង់ត្រាស់នឹងព្រះអានន្ទម្ដងទៀតថាមនាលអានន្ទចូលអ្នកទៅដងទឹកពីក្នុងស្ទឹងនោះមកឲ្យតថាគតឲ្យឆាប់តថាគតស្រោចទឹកខ្លាំងណាស់តថាគតនឹងឆាន់ទឹកនោះដើម្បីសម្រន់បន្តិចសិនព្រះអានន្ទក្រឡេកមើលទៅក្នុងស្ទឹងឃើញទឹកល្អក់ខ្វល់ព្រោះវងរទេះទើបនឹងបោះកាត់ផុតទៅទើបក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខថាបោះពិតព្រះអង្គដ៏ចម្រើនអំបញ្ញមិញនេះរទេះគោចំនួន500ទើបនឹងបោះឆ្លងផុតទៅទឹកដែលនៅសល់តិចនៅក្នុងស្ទឹងនេះត្រូវកង់រទេះកិនវិវក់បោកបក់ល្អក់សុទ្ធតែភក់អស់ទៅហើយសូមព្រះអង្គទ្រង់ចាំដល់ស្ទឹងកដ្ឋុធៈសិនទៅបោះពិតព្រះអង្គដ៏ចម្រើនទឹកស្ទឹងកដ្ឋុធៈនៅចិត្តនេះមានទឹកថ្លាល្អមានទឹកមានរសជាតិមានទឹកត្រជាក់មានកំពង់ស្រួលជាទីគួរត្រេកអរព្រះអង្គអាចសោយទឹករងថ្លានោះក៏បានស្រង់ជំរះព្រះកាយឲ្យត្រជាក់ស្រួលក៏បានព្រះពុទ្ធទ្រង់ត្រាស់នឹងព្រះអានន្ទនឹងពាក្យដដែលគម្រប់2ដងព្រះអានន្ទក៏ឆ្លើយនៅពាក្យដដែលជាគម្រប់2ដងដែរព្រះពុទ្ធទ្រង់ត្រាស់នឹងព្រះអានន្ទនៅពាក្យដដែលជាគម្រប់3ដង
ព្រះអនន្តទាល់គំនិតក៏ឆ្លើយទៅទូលព្រះបន្ទូលថាព្រះករុណាព្រះអង្គរួចហើយក៏កាន់បាតដែលតម្រង់ទៅកាន់ស្ទឹងដែលមានទឹកល្អក់នោះទៅប៉ុន្តែគួរឲ្យអស្ចារ្យណាស់ព្រះអនន្តភ្ញាក់ផ្អើលកាលបើបានឃើញទឹកល្អក់ដែលព្រះអង្គជ្រមុជចូលទៅក្នុងបាតនោះคล้ายទៅជាថ្លាឆ្វង់ដូចជាកញ្ចក់ទៅវិញទើបព្រះអង្គមានសេចក្តីត្រេះរិះយ៉ាងនេះថាអោណូហេតុនេះអស្ចារ្យពេកណាស់អោណូហេតុនេះចម្លែកពេកណាស់ព្រះដ៏មានព្រះភិក្ខមានឫទ្ធិធំព្រះដ៏មានព្រះភិក្ខមានអានុភាពធំរួចក៏យកទឹករងថ្លាដូចជាកញ្ចក់នោះទៅថ្វាយព្រះដ៏មានព្រះភិក្ខសោយព្រះពុទ្ធទ្រង់ទទួលសោយនៅទឹកព្រះសុទ្ធរនោះដោយព្រះハរតីរីករាយបន្ទាប់អំពីទ្រង់សោយទឹករួចមកព្រះពុទ្ធទ្រង់ទំរេតសម្រាប់ព្រះកាយពលបន្តិចសិនព្រះអនុរុទ្ធនិងព្រះអានន្ទចូលទៅអង្គុយគៀកជាប់នឹងព្រះពុទ្ធរីឯព្រះភិក្ខុសង្ឃទាំងឡាយផ្សេងទៀតក៏អង្គុយដំកង់ព័ទ្ធជុំវិញព្រះភិក្ខុទាំង3អង្គនោះដែររំពេចនោះមានបរិសម្នាក់ធ្វើដំណើរចេញមកអំពីកុសិនារានៅក្នុងផ្លូវឆ្ងាយសំដៅទៅក្រុងបាវ៉ាកាលបានឃើញព្រះដ៏មានព្រះភិក្ខគង់នៅក្រោមម្លប់ឈើនោះក៏ចូលទៅក្រាបបង្គំទូលនឹងថ្វាយព្រះអង្គរួមនឹងភិក្ខុទាំងឡាយដោយរឹកពីសុភាពរៀបសារបរិសនោះបានណែនាំខ្លួនគាត់ប្រគេនភិក្ខុសង្ឃដឹងថាគាត់ឈ្មោះបកុសៈគឺជារាជបុត្រនៃមលក្សត្រនិងត្រូវជាសាវករបស់អឡារតបោះកាឡាមកោតក្នុងដំណើរផ្លូវពីក្រុងកុសិនារាទៅកាន់ក្រុងបាវ៉ាមិនបានឃើញព្រះគួសង្វេកណាំងអើយឃើញតែប៉ាំងដេម៉ាទុំយ៉ាងស្លុកស្ដឹងឥតមានណាយចរចាទុំយ៉ាងស្លុកស្ដឹងឥតមានណាយចរចាគួរឲ្យសោកាចិនដាឡៃយើងខ្ញុំព្រះអង្គសូមលើកកុំបងអើយបងអោនហង្រតីយើងខ្ញុំព្រះអង្គសូមលើកកុំបងអើយបងអោនហារតីគោរពវន្ទាអង្គព្រះអើយចិនស្រីគោរពវន្ទាអង្គព្រះអើយចិនស្រីសូមមានសេរី